ថ្ងៃនេះបងប្អូនខ្ញុំបង្ហាញមុខម្ហូបមួយដែលខ្ញុំចូលចិត្តញ៉ាំមែនទែនគឺមុខម្ហូបសម្លខ្ទិះត្នោតណាបងប្អូនហើយសម្លខ្ទិះត្នោតនេះបងប្អូនអ្នកសៀមរាបគឺអាសាដឹងតែម្ដងឬក៏តាមផ្ទះមួយក៏ដាក់បន្លែផ្សេងគ្នាហើយចំពោះបងប្អូននៅក្នុងប្រទេសអូស្ត្រាលីបើចង់បានត្នោតនេះយកមកបងប្អូនយកមកប្រទេសអូស្ត្រាលីនេះបងប្អូនធ្វើដូចខ្ញុំចាហាន់វាស្ដើងជួយវាស្ដើងហើយយើងហាលវាឲ្យស្ងួតវាស្ងួតហើយចាំយើងដាក់ខ្ចប់បឺតថង់វាយកមកហើយរសជាតិវាក៏នៅតែឆ្ងាញ់ដូចដើមតែបន្លែវិញគឺខ្ញុំប្រើម្នាស់គឺខ្ញុំហាន់វាជាចម្រៀកតូចហើយចំពោះបន្លែផ្សេងទៀតគឺខ្ញុំគេហៅថាតឡាយបងប្អូនគឺហាន់ដុំតូចដូចគ្នាចំពោះម្ទេសក្រហមគឺខ្ញុំត្រាំវាឲ្យបានរីកល្អយកវាចិញ្ច្រាំវាឲ្យបានម៉ត់ចំពោះផ្នែកសាច់ជ្រូកវិញបងប្អូនប្រើឆ្អឹងខ្ចីក៏បានឆ្អឹងជំនីក៏បានតាមចំណង់ចំណូលចិត្តបន្ទាប់មកយើងដាក់ខ្ទះឲ្យក្តៅហើយយើងធ្វើការឆាវាឲ្យគ្រឿងនឹងឡើងឈ្ងុយល្អបងប្អូនយើងយកពណ៌វាអញ្ចឹងណាគឺយើងឆាវាឲ្យបានឈ្ងុយល្អបន្ទាប់មកទៀតបងប្អូនធ្វើការបន្ថែមប្រហុកបងប្អូនចូលចិត្តប្រហុកប៉ុណ្ណាគឺដាក់ប៉ុណ្ណឹងតាមចំណង់ចំណូលចិត្តព្រោះអីនេះគឺជាសម្លម្ជូរបងប្អូនហើយបងប្អូនបើសិនជាដាក់ប្រហុកកាន់តែចាស់អីចឹងទៅរៀងឆ្ងាញ់អីចឹងទៅតែដោយសារខ្ញុំអត់សូវចូលចិត្តរៀងក្លិនប្រហុកអីចឹងខ្ញុំដាក់តែតិចដើម្បីយកក្លិនតិចទៅដើម្បីយើងញ៉ាំទៅកុំឲ្យធំក្លិនប្រហុកពេកហើយបន្ទាប់មកពេលដែលគ្រឿងនឹងវាឡើងឈ្ងុយល្អហើយវាឡើងក្រហមហើយយើងដាក់ឆ្អឹងជំនីជ្រូកយើងចូលណាតែនេះមិនឆ្អឹងជំនីជ្រូកទេបងប្អូនណាខ្ញុំប្រើឆ្អឹងខ្ចីឆ្អឹងខ្ចីយើងហាន់វាទូចមកយកអានោះបងប្អូនអើយឆ្អឹងជំនីខ្ចីហ្នឹងថាស្លនិយាយពីឆ្ងាញ់ហ្មងវាជ្រប់ហើយខ្ញុំចូលចិត្តយកវាមកស្ងោរយកវាមកឆាមកគេហៅថាមកឆាគ្រឿងឆាអីក៏បានដែរហើយបន្ទាប់មកបងប្អូនពេលដែលឆាវារៀងឈ្ងុយសាច់ជ្រូកនឹងរៀងដាច់ទឹកល្អហើយខ្ញុំបន្ថែមគេហៅថាស្លឹកក្រូចសើចបងប្អូនបើសិនជាបងប្អូនមានគេហៅថារំដេងណាបងប្អូនឆាវាផងដោយសារខ្ញុំភ្លេចដាក់តិចខ្ញុំបង្ហាញរំដេងហើយបងប្អូនហើយនេះគឺខ្ញុំដាក់គេហៅថាផ្លែត្នោតណាផ្លែត្នោតនេះយើងលាងវាបានពេល3ទឹកមកពេលដែលយើងហាស្ងួតអញ្ចឹងណាកុំឲ្យវាហាងវាអីអញ្ចឹងទៅហើយបន្ទាប់មកយើងយកវាមកឆាហើយបងប្អូនកុំបារម្ភត្នោតនៅរងាស់អត់ផុយទេគឺសាច់វាគឺនៅអញ្ចឹងហ្មងគឺអត់ងាយផុយគឺអានឹងវាជ្រប់នៅតែជ្រប់ដដែលអញ្ចឹងណាបន្ទាប់ខ្ញុំបន្ថែមស្ករត្នោតខ្ញុំប្រើ2ស្លាបព្រាដោយសារខ្ញុំធ្វើស្លនេះគឺសម្លមួយនេះគឺខ្ញុំធ្វើគេហៅថាច្រើនមែនទែនអញ្ចឹងទៅដល់មួយឆ្នាំងធំហើយក៏ខ្ញុំដាក់វា2ស្លាបព្រាអញ្ចឹងទៅនេះបងប្អូនឃើញរំដេងខ្ញុំដាក់ដោយសារខ្ញុំភ្លេចថតក៏ខ្ញុំបង្ហាញបងប្អូនម្ដងទៀតទៅហើយបងប្អូនពេលដែលយើងដាក់ស្ករដាក់អីហើយយកបន្ថែមគ្រឿងផ្សេងទៀតមានដូចជាគេហៅថាម្សៅស៊ុបមាន់ទឹកត្រីអំបិលបន្តិចទៅហើយគេហៅថាម្សៅអំបិលតែបើសិនជាបងប្អូនមានអំបិលស្រស់គេហៅអំបិលទុំក៏ឆ្ងាញ់ដែរគឺវាជាប់ចិត្តគ្នាមែនទែនហ្មងជាមួយនឹងអាហ្នឹងតែខ្ញុំដាក់អំបិលកញ្ចប់ទៅវាឆ្ងាញ់ដែរតែវាមិនគេហៅថាដូចវាអត់ដូចរបស់ស្រស់បើសិនជាបងប្អូននៅស្រុកខ្មែរមានស្រស់ហើយអត់តហ្មងបន្ទាប់ពីយើងដាក់គ្រឿងអស់ហ្នឹងហើយយើងឆាវា2-3ត្រឡប់ហើយគឺខ្ញុំបន្ថែមគេហៅថាទឹកបងប្អូនខ្ញុំបន្ថែមទឹកក្តៅបងប្អូនទីឃើញខ្ញុំដាក់ទឹកក្តៅហើយបន្ទាប់ពីយើងដាក់ទឹកក្តៅហើយអីចឹងទៅយើងធ្វើការច្របល់ចូលគ្នាអញ្ចឹងណាយើងឆាវាឲ្យនេះទៅតាមត្រូវអានឹងមិនជាប្រភេទឆាបងប្អូនណាយើងហៅគោបានត្រូវវិញទេបងប្អូនហើយបន្ទាប់ដែលវាបានមកពុះហើយមើលទៅសាច់ជ្រូកវាចូលជាតិអីហើយយើងបន្ថែមទឹកខ្ទិះបងប្អូនខ្ទិះនោះបងប្អូនប្រើខ្ទិះស្រស់ក៏បានខ្ទិះកំប៉ុងក៏បានដែរតាមចំណង់ចំណូលចិត្តខ្ញុំដាក់មួយកំប៉ុងអាតូចណាបងប្អូនកុំដាក់រៀងច្រើនពេកវាធ្វើឲ្យយើងទលាន់ទៅយើងញ៉ាំបាយឲ្យបានច្រើនហើយអានេះខ្ញុំដាក់មកកំប៉ុងអញ្ចឹងទៅខ្ញុំកូរវាឲ្យវាសប់ជាមួយនឹងសាច់ជ្រូកឲ្យហើយខ្ញុំទុកវារងាស់វាបន្តិចសិនពេលវារងាស់ឲ្យមើលទៅរៀងគេហៅថាដាច់ទឹកបន្តិចណាបងប្អូនបន្ថែមទឹកយើងចូលទៅហើយទឹកហ្នឹងបងប្អូនយើងបន្ថែមបន្តិចមើលតែសាច់ជ្រូកយើងរៀងផុយហើយយើងចាប់ផ្ដើមដាក់បន្លែអីចឹងទៅអានេះខ្ញុំបន្ថែមជាលក្ខណៈដូចបន្តិចឲ្យបងប្អូនមើលហើយខ្ញុំងាស់ម្ដងបន្តិចរហូតទាល់តែសាច់ជ្រូកនឹងរៀងផុយបងប្អូន
ហើយបន្ទាប់ពីបងប្អូនមើលសម្រាប់យើងគឺចាប់ដើមក្រហមបន្តិចម្ដងហើយបងប្អូនហើយយារួមសម្លនេះគឺខ្ញុំចូលចិត្តខ្លាំងមែនតែម្ដងយារួមគឺឲ្យតែពេលថាទៅណាទៅណីអីក៏ពេលម៉ាក់សួរថាបើចង់ទៅលេងខ្មែរឲ្យធ្វើម្ហូបអីគឺធ្វើម្ហូបហ្នឹងហ្មងណាបន្ទាប់ពីយើងមើលទៅសាច់ជ្រូកយើងរៀងផុយឯងបងប្អូនបន្ថែមម្នាស់បន្ថែមគេហៅថាបន្លែផ្សេងអញ្ចឹងណាដូចត្រឡាចអីហ្នឹងគឺដាក់ចូលមកបងប្អូនពូគ្រឿងអស់ហ្នឹងវាលះផុយឯងបងប្អូនពូសាច់ជ្រូកយើងផុយឯងអញ្ចឹងយើងដាក់ម្នាស់ដាក់អីចូលមកនេះត្រឡាចថែមត្រឡាចចុងក្រោយគេអញ្ចឹងទៅហើយបន្ទាប់មកដាក់មកពុះពីពុះមកគឺរួចជាការស្រេចតែម្ដងហើយបងប្អូននៅបញ្ចូលសលេងបដាគឺឃ្លានបដាហ្មងយរុំមុនហ្នឹងទៅញ៉ាំហើយមុនធ្វើម្ហូបហ្នឹងបងប្អូនថ្ងៃនេះខ្ញុំធ្វើម្ហូបហ្នឹងភ្លាមគឺខ្ញុំថតឲ្យបងប្អូនមើលមកខ្ញុំចង់ដឹងថាតើបងប្អូនអ្នកសៀមរាបហ្នឹងធ្លាប់ដែរធ្វើម្ហូបអញ្ចឹងអត់ដូចតែខ្ញុំអត់ខ្ញុំអាសាធ្វើមែនតើខ្ញុំនៅរស់នៅសៀមរាបគឺខ្ញុំអាសាធ្វើទោះបីប៉ាខ្ញុំក៏គាត់ថាម្ហូបហ្នឹងក៏គាត់ចូលចិត្តដែរខ្ញុំគឺខ្ញុំចូលចិត្តតែម្ដងមកជូរខ្ទិះត្នោតនឹងអូយញ៉ាំបាយច្រើនចានហ្មងហើយបើសិនជាបងប្អូនញ៉ាំជាមួយត្រីងៀតអីចូលគ្នាទៀតកាន់តែឆ្ងាញ់តែម្ដងអញ្ចឹងនេះសម្លរបស់ខ្ញុំគឺរួចរាល់ហើយបងប្អូនជួយដាក់បន្ទុកមើលតើមើលទៅរសជាតិមើលទៅរសជាតិសុំទោសមើលទៅពណ៌វាយ៉ាងណាដែរហើយខ្ញុំធ្វើនឹងតែខ្ញុំខុសប្លែកវាបែបណាពីបងប្អូនអញ្ចឹងកុំភ្លេចជួយ Subscribe ខ្ញុំម្នាក់មួយផងហើយជួយ Follow Facebook ខ្ញុំម្នាក់មួយផងណាបងប្អូន